Đó đóបង ចឹងតោះបើកម៉ាយបើកវីដេអូនិយាយគ្នា5នាទីយើងស្ដាប់មេរៀនណាចាបងម៉ាឡានៅអត់នៅ តោះណែនាំខ្លួនតិចខ្លីៗបង បងលាក់សលេងបងនេះអត់សូវលឺបង តោះដាក់ម៉ាយឲ្យចិត្តចេះលឺនៅ បាទហ្នឹងហើយអញ្ចឹង តោះបងម៉ាឡា ជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះម៉ាឡាខ្ញុំមកពីខាងវិស័យ Safety Care ខាងខ្ញុំមាន supply តាក់ទងជាមួយនឹងសោទ្វារយើងលក់ទ្វារមានទ្វារជ័រទ្វារឈើទ្វារដែកអីចឹងណាហើយសម្រាប់សោយើងមានសោតាំងពីសោធម្មតារហូតដល់សោ security ហើយយើងមាន access control យើងមាន walk through អីចឹងបើសិនទាំងអស់គ្នាមានតម្រូវការតាក់ទងមួយសោឬក៏ទ្វារអាចតាក់ទងខ្ញុំបានអរគុណច្រើន ចាអត់ទៀតបព្រឹកនៅទេ នៅបងនៅសួស្ដីបង present តិចមកអូន សួស្ដីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះទេពច័ន្ទលុព្រឹកខ្ញុំខាងមជ្ឈមណ្ឌលថៃរក្សាសម្រាប់ម៉ាលីបង ចាតិចច្រឡំតួកុនតែបព្រឹកណា បាទថាចម្រៀងណាមិញ អូខេហើយមួយទៀតអស់ហើយណាអត់មាន present ទៀតទេណាបព្រឹក ចាមានប៉ុណ្្នឹងឯងបងហើយរីករាយបានស្គាល់អ្នកទាំងអស់គ្នាខ្ញុំសូមបញ្យល់ដោយសារខ្ញុំនៅហាងវាញ៉ៃតិច អូខេ អរគុណបង ចាំស៊ីម បាទអរគុណបងជំរាបសួរបងប្អូនខ្ញុំឈ្មោះសឿនច័ន្ទស៊ីមខ្ញុំមកពីខាងវាំងននខាង MEC កឋិនខ្ញុំមានគុតគង់វាំងននគ្រប់ប្រភេទមិនថាវាំងននជាវាំងកណាត់ជាស្លាបព្រើរូតសម្រាប់ office គឺយើងមានទាំងអស់ជូនបងប្អូនបើបងប្អូនចាប់អារម្មណ៍ឬមួយក៏មានបងប្អូនត្រូវការដាក់វាំងននអីក៏ភ្លេចខ្ញុំផង អូខេអរគុណច្រើនអញ្ចឹងសម្រាប់សប្តាហ៍ទី2នេះយើងរៀនអំពីAI Mastery for Business Growth តែយើងទៅលើផ្នែកខាងbranding យើងធ្វើ branding ហើយនឹងបង្កើតមាតិកាដោយប្រើ AI tool សូមសួរបងថ្មីបងសិស្សអូនហ្នឹងនេះមានបងម្លាមួយចាធ្លាប់ប្រើ AI ទេណាធ្លាប់ដឹងហ្នឹងធ្លាប់ឮនៅ អបលឺខ្លះ ចាឆ្លើយអ្នកចាស់ដែរអូខេអញ្ចឹងនៅក្នុងថ្ងៃនេះមាតិការបស់យើងគឺយើងរៀនអំពីយកពីហេតុអីអ្វីជា branding 101ហើយហេតុអ្វីបានជាអតិថិជនលើ brand មួយហ្នឹងហើយទី2គឺយើងនិយាយអំពីការបង្កើត brand story និង brand voice ផ្ទាល់ខ្លួនទី3យើងនិយាយពីការប្រើ AI ដើម្បីបង្កើត logo និងវីដេអូសម្រាប់យើងហៅថា personal branding ណា branding ផ្ទាល់ខ្លួនហើយទី4យើងនឹងអាចបង្កើតមាតិកាឬ content ដែលមានភាពរាក់ទាក់អញ្ចឹងចំណុចទី4នេះខ្ញុំបង្ហាញជា demo ឲ្យឃើញត្រួសផ្ទាល់តែម្ដងដោយសារយើងរៀន online អញ្ចឹងមានអង្គុយមើលខ្ញុំបើយើងរៀន offline មកចាប់ដៃធ្វើបានអញ្ចឹងណាអូខេនេះជាក្រុមការងាររបស់យើងដែលយើងមានខ្ញុំជា founder ហើយមានវិជ្ជការដែលគាត់នៅក្នុងនឹងដែរគាត់ជាខាង media planner គាត់ជួយ support នៅខាងផ្នែក media ហើយជាមួយនឹងលោកសុកសំអាតដែលគាត់ជំនាញនៅខាង brand story នឹងតែម្ដងចាតាមពិតត្រូវគាត់មក share ចែកម្លែកតាក់ទង topic មួយនឹងដែរតែដោយសារជន់ schedule បន្តិចគាត់មានការរវល់អញ្ចឹងខ្ញុំត្រូវអ្នកចែកម្លែកចឹងមេរៀនហ្នឹងគឺយកមកពីគ្រូតា ចាអញ្ចឹងយើងចាប់ផ្ដើមដំបូងយើងនឹងនិយាយអំពីការអីគេ branding 101ចាអញ្ចឹងគោលបំណងចម្បងនៃការដែលយើងនៅធ្វើ branding ហ្នឹងគឺជាអ្វីអញ្ចឹងនេះគឺជាមេតិកាយើងនឹងនិយាយអំពីថា branding គឺជាអ្វីរបៀបខុសគ្នាឬភាពផ្ទុយខុសគ្នារវាង logo marketing និង branding តាមបែបហ្នឹងបើដាក់ឲ្យខ្លីមកយើងថាភាពខុសគ្នារវាង branding និង marketing យើងអាចនិយាយបានអញ្ចឹងណាហើយអតិថិជនយើងទុកចិត្តនៅលើ brand ហ្នឹងដោយសារអ្វីអញ្ចឹងអាហ្នឹងវាតកតទៅនឹងការធ្វើការបង្ហាញការអ្វីដែលយើងឃើញជា consistent បានន័យថាយើងឃើញជាញឹកញាប់ជារឿយយើងអាសាឃើញដោយបងប្អូនទាំងអស់គ្នាស្គាល់កូកាក្រុមហ៊ុនកូកាកូឡាណាគ្រប់គ្នាស្គាល់ទាំងអស់អញ្ចឹងយើង
ឃើញណានៅកន្លែងណាក៏យើងឃើញដែរជាពិសេសនៅកម្មវិធីជប់លៀងឬក៏ផាកធីអីគឺភាគច្រើនមិនណាអនមកគឺឃើញតែម្ដងសូម្បីតែនៅហាងល្ងាចនេះក៏យើងឃើញមានគេដាក់កូកាអីនៅអមជាមួយនឹងភេសជ្ជៈផ្សេងៗដើម្បីដាក់នៅលើតុភ្ញៀវដែរអញ្ចឹងអាការ keep consistency ហ្នឹងបានន័យថាបង្ហាញគ្រប់កន្លែងឲ្យឃើញហើយជាមួយនឹងការ build brand story ហើយនឹង authenticity អញ្ចឹងយើងតកតងនឹង brand របស់ខ្មែរយើងក៏ឃើញមាន brand របស់ខ្មែរយើងមួយចំនួនបានទទួលជោគជ័យដែរដូចជា Brown Coffee ដែលជា brand របស់ខ្មែរយើងក៏ដូចជា Seca ឬក៏ក្រុមហ៊ុនសបាយឬក៏ក្រុមហ៊ុនផ្សេងទៀតដែលខ្ញុំអត់បានដាក់បង្ហាញយើងឃើញថាbrand របស់គាត់ជោគជ័យគាត់មានសាខាច្រើនហើយយើងតែងតែឃើញថាគ្រប់សាខារបស់គាត់ទាំងអស់ឬក៏យើងហៅគ្រប់ brand របស់គាត់ទាំងអស់គឺដូចគ្នាទាំងអស់ទាំងពី style នៃការ decor ហាងក៏ដូចជាបុគ្គលិកលក្ខណៈរបស់បុគ្គលិកសូម្បីតែថាការភាពរុះរាយរាក់ទាក់របៀបនៃបដិសណ្ឋាកិច្ចវាក៏ជា brand identity មួយរបស់ brand នីមួយៗដែរជាងការយើងអត់បានកត់សម្គាល់ណាប៉ុន្តែអាទាំងអស់ហ្នឹងវាចាប់យកចិត្តរបស់យើងបានម្ដងតិចបានម្ដងតិចដោយយើងអត់ដឹងខ្លួនតែម្ដងចឹងនិយាយថា brand នេះមិនមែនជា logo ឬការ design ទេប៉ុន្តែវាជាអ្វីដែលសម្រាប់ឲ្យគេចងចាំយើងក្នុងរយៈពេលយូរអង្វែងដោយនៅក្នុងនេះខ្ញុំបានដាក់ចឹង branding គឺស្មើនឹង how people remember you អញ្ចឹងយើងធ្វើ branding គឺយើងធ្វើយ៉ាងណាដើម្បីឲ្យមនុស្សចងចាំពីម៉ាកយីហោពី business របស់យើងឧទាហរណ៍ដូចជានៅ Brown Coffee ដែលខ្ញុំនិយាយមុនហ្នឹងទៅលក្ខណៈនៃការដែលគាត់រៀបចំការរស់រាយរាក់ទាក់របស់បុគ្គលិកដែលធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថាស្រុកស្រួលទំនើបហើយស្អាតកន្លែងរបស់គាត់កន្លែងមួយណាក៏ clean ដែរអញ្ចឹងអានេះខ្ញុំគ្រាន់តែដាក់បង្ហាញពីរបៀបខុសគ្នានៃរូបសញ្ញាដែលតំណាងឲ្យlogo គឺជារូបសញ្ញាដែលយើងបង្កើតឡើងដើម្បីតំណាងឲ្យ brand របស់យើងហើយគោលបំណងដែលយើងធ្វើ logo ហ្នឹងគឺធ្វើឲ្យគេងាយស្រួលក្នុងការស្គាល់ឧទាហរណ៍ដូចជា Apple គេដាក់ជារូបតែប៉មមួយចំណិតអញ្ចឹងទៅBrown Coffee ឬក៏ brand អីផ្សេងទៀតដែលយើងតែងតែឃើញកត់សម្គាល់ហ្នឹងចឹងយើងគ្រាន់តែឃើញ logo ហ្នឹងយើងនឹកឃើញដល់ឈ្មោះ brand របស់គាត់ហើយmarketing គឺជាវិធីដែលយើងពំនាំព័ត៌មានទៅដល់អតិថិជនដើម្បីក្នុងគោលបំណងដើម្បីទាក់ទាញអតិថិជនហើយឧទាហរណ៍marketing ហ្នឹងឧទាហរណ៍ដូចជាការដែលយើងធ្វើcampaign សម្រាប់ការបញ្ចុះតម្លៃឬក៏យើងធ្វើវីដេអូនៅយន្តនាការណាមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីជំរុញនៅការលក់របស់យើងហ្នឹងតើតង marketing ណាអញ្ចឹង branding សម្រាប់ឲ្យគេស្គាល់ចងចាំយើងយូរអង្វែងហើយសម្រាប់ marketing គឺសម្រាប់ឲ្យយើងជំរុញជា content សម្រាប់ដែលយើងធ្វើដើម្បីជំរុញការលក់អូខេតើអតិថិជនគាត់ជឿទុកចិត្តនៅលើ brand យើងហ្នឹងដោយសារអ្វីដោយដែលបាននិយាយខាងលើហើយភាសាឲ្យតកតនឹង consistency ចាភាពមានសុពលភាពជាប់លាប់បានន័យថាយើងរក្សាគោលការណ៍មួយហ្នឹងធ្វើដដែលដូចជារូបភាពសំឡេងនិងសារ message យើងត្រូវមានស្តង់ដារមួយសម្រាប់ business មួយហ្មងយើងអត់អាចម្ដងនិយាយថាអញ្ចឹងម្ដងនិយាយអញ្ចឹងថាអញ្ចឹងធ្វើឲ្យច្រើនពេក message ធ្វើឲ្យអតិថិជនរបស់យើងគាត់ពិបាក catch up message របស់យើងណាអញ្ចឹងគាត់អត់សូវចងចាំទេថាព្រោះអីយើងក៏មានគេក៏មានវាវល់គ្នាច្រើនពេកទៅគេអត់សូវចាំទេតែបើសិនគាត់បង្កើតរូបភាពដូចជាផ្សាយឧទាហរណ៍ថាពេលដែលយើងធ្វើ artwork ឬក៏យើងធ្វើ event មួយដែលយើងអូខេនិមិត្តគេហៅថា identity និមិត្តសញ្ញារបស់យើងណាយើងធ្វើ style បែបណាគឺយើង keep ធ្វើ style បែបហ្នឹងដូចជាបងប្អូនគ្នាប្រហែលស្គាល់ BNI ឯងអញ្ចឹងដូច BNI អញ្ចឹងbranding របស់ BNI គឺពណ៌ក្រហមពណ៌សហើយខាងក្រោមមានសញ្ញាឡើងទៅលើអញ្ចឹង
dươngនឹងkeep a branding ហ្នឹងទៅគ្រប់កន្លែងទាំងអស់កន្លែងណាក៏យើងដាក់អញ្ចឹងកន្លែងណាក៏យើងដាក់អញ្ចឹងឲ្យតែ artwork តាក់ទងនឹងយើងត្រូវpost តាក់ទង BNI គឺធ្វើអញ្ចឹងទាំងអស់គ្នាក៏គ្រាន់តែឃើញអញ្ចឹងជួនកាលយើងគ្រាន់តែឃើញពណ៌ក្រហមហ្នឹងគេយើងថាអូ BNI cònឃើញពណ៌ក្រហមពណ៌សហ្នឹងយើង remember យើងដឹងថាជាអត្តសញ្ញាណជានរណាតែម្ដងអញ្ចឹងសម្រាប់business របស់យើងក៏អញ្ចឹងដែរយើងចង់ឲ្យគេស្គាល់យើងនៅផ្នែកណាមួយជ្រុងណាមួយយើងត្រូវតែបង្កើតអាហ្នឹងហើយតិចទៀតហ្នឹងខ្ញុំនឹងមាន key ទៅលើខ្លះដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចបង្កើតព័ត៌មានទាំងអស់ហ្នឹងបានដោយងាយស្រួលអូខេអញ្ចឹងយើងបន្តទៀតចូលដល់តកតងរឿង story គឺជារឿងរ៉ាវនៃ brand របស់យើងហេតុអីបានយើងដើមហេតុដើមតងរឿងរ៉ាវយ៉ាងម៉េចបានជាយើងត្រូវបង្កើត brand មួយនឹងឡើងមកឧទាហរណ៍នៅក្នុង story ហ្នឹងយើងនិយាយអំពីថាហេតុអ្វីបានជាយើងចាប់ផ្ដើមជាមួយនឹងតម្លៃឬគុណតម្លៃហ្នឹងដែលយើងជឿឧទាហរណ៍ដូចជាfounder ស្បាយហ្នឹងគាត់ចាប់ផ្ដើមបំណងធ្វើ content តាក់ទងនឹងខ្មែរអញ្ចឹងណាចាauthenticity គឺយើងនិយាយអំពីតាក់ទងនឹងភាពស្មោះត្រង់និយាយទៅ business អីក៏ដោយbrand អីក៏ដោយតែអត់មានភាពស្មោះត្រង់ការដែលយើងធ្វើ brand ហ្នឹងក៏វាអត់បានយូរអង្វែងដែរអញ្ចឹងភាពស្មោះត្រង់ហ្នឹងគឺជាចំណុចមួយដែលជាតម្រូវការខ្លាំងមែនទែនសម្រាប់ business ទាំងអស់គ្នាចាអញ្ចឹងតកតងនឹង brand ស្មោះត្រង់យ៉ាងម៉េចយើងត្រូវidentity ហ្នឹងយើងមានភាពស្មោះត្រង់បែបណាបានន័យថាយើងអត់មាន copy brand ពីអ្នកដទៃទេបើសិនយើងត្រូវបង្កើត brand ខ្លួនឯង brand ហ្នឹងគឺចេញមកពីយើងមិនមែនជាការ copy style ពីអ្នកដទៃតែយើងអាចមើលយកមកចំណុចល្អមួយចំណែកយើងមិនមែន copy ទាំងស្រុងទេចាហើយមួយទៀតបង្ហាញពីអត្តសញ្ញាណពិតរបស់យើងរបស់ខ្លួនយើងដើម្បីបង្កើតនូវភាពជឿជាក់ដល់អតិថិជនរបស់យើងអូខេនេះគឺជា key take away សម្រាប់ branding ខ្ញុំចង់ប្រាប់ថា branding មិនមែនអំពីអ្វីដែលយើងនឹងនិយាយអំពីខ្លួនឯងទេប៉ុន្តែគឺជាអ្វីដែលអ្នកដទៃនឹងនិយាយអំពីយើងចង់បានន័យថាគេនឹងចងចាំយើងហើយគេនិយាយឲ្យយើងវិញនិយាយពីយើងថាមិនអញ្ចឹងណាមិនមែនយើងអួតខ្លួនឯងទេគឺគេអួតមកឲ្យយើងវិញចាអញ្ចឹងbranding គឺស្មើនឹងអារម្មណ៍ហើយនឹងភាពជឿជាក់ feeling ជាមួយនឹង trust ហើយ logo marketing brand ហ្នឹងគឺមានតួនាទីខុសៗគ្នាមិនមែនតួនាទីដូចគ្នា logo ស្ថិតនៅក្នុងយើងហៅថា brand identity ហើយ marketing គឺសម្រាប់ឲ្យយើងធ្វើ content ដើម្បីជំរុញការលក់អូខេអញ្ចឹងmarketing គឺជាអ្វីដែលយើងធ្វើឡើងដើម្បីជំរុញការលក់របស់យើងហើយដើម្បីបង្កើតទំនុកចិត្តយើងអាចធ្វើតាមរយៈការដែលធ្វើជាប្រចាំជាញឹកញាប់ដែលយើងហៅថា consistency ជាមួយនឹងការនិយាយពីរឿងរ៉ាវនៃដើមកំណើតហេតុរឿងរ៉ាវដែលនាំឲ្យយើងបង្កើតនៅ brand មួយនឹងឡើងហើយជាមួយនឹងភាពស្មោះត្រង់បើខ្ញុំទៅរៀនតាក់ទងបង្កើត branding តាម AI យើងអាចចូលទៅក្រុមសេយកហ្មងបានណាតែចង់ឲ្យទាំងអស់គ្នាបានយកពី step មួយដែរពីbrand story ហើយ brand voice ហ្នឹងខ្លះដើម្បីឲ្យទាំងអស់គ្នាអាចសរសេរខ្លួនឯងបានហើយយើងនឹងយកទាំងអស់ហ្នឹងយកទៅផាននៅក្នុងក្រុមអ្នកទាំងអស់គ្នាអាចបង្កើតបានជា document សម្រាប់ company ជា document សម្រាប់ company profile ឬក៏គេហៅថា brand story asset របស់យើងបានណាអ្នកទាំងអស់គ្នាធ្លាប់ឃើញ website កន្លែង about us កន្លែង about us ហ្នឹងតាមពិតនៅក្នុង about us ហ្នឹងគឺជា brand story នឹងឯងដែលនៅក្នុង brand story ហ្នឹងគឺយើង cover ច្រើនណាមានទាំង brand summary vision mission one liner ដែល one liner ហ្នឹងគឺខ្លីឯពាក្យខ្លីប្រហែលជារយៈពេល30 second ហ្នឹងគឺមក clear ហ្នឹងគេអានមកគេយល់ថាអូខេ business យើងធ្វើអីគេហ្មងអញ្ចឹងណាអញ្ចឹងstructure របស់ brand story គឺយើងមាន why
ចឹងអ្នកទាំងអស់គ្នាត្រូវទៅសេថាហេតុអីបានជាអ្នកទាំងអស់គ្នាបង្កើត brand នឹងឡើងអឺ program តើមាន program អីគេខ្លះតើbrand របស់យើងហ្នឹងបានទៅដោះស្រាយបញ្ហាអ្វីខ្លះដល់អតិថិជនរបស់យើងហ្នឹងហើយចុងក្រោយគេគឺ result អញ្ចឹងនៅក្នុង brand story ដើម្បីយើងអាច cover the whole បានដើម្បីយើងយកទៅបង្កើតចេញជា mission vision ឬក៏ឯកសារផ្សេងទៀតអ្នកទាំងអស់គ្នាត្រូវអង្គុយសរសេរអំពី why ហេតុអីបានជាអ្នកទាំងអស់គ្នាបង្កើត brand នឹងមកបង្កើត business នឹងមកទី2តើបញ្ហាដែលយើងឃើញបញ្ហារបស់អតិថិជនយើងអីគេបាននាំឲ្យយើងចេញជា solution ដើម្បីទៅដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយចុងក្រោយគឺ result ដែល solution យើងបានផ្ដល់ឲ្យនោះតើចេញជាលទ្ធផលបែបណាអញ្ចឹងនៅក្នុង brand story item របស់ brand story យើងមាន brand summary ដែលនៅក្នុងនោះគឺជាប្រយោគ summary មួយដែលប្រហែលជា 4-5 paragraph អីអញ្ចឹងណាដើម្បីឲ្យយើងងាយស្រួលយល់ពី brand របស់យើងប៉ុន្តែយើងមានកន្លែងសម្រាប់ប្រើផ្សេងគ្នាvision ហើយនឹង mission របស់យើងហើយ one liner ហ្នឹងអ្នកដែលធ្លាប់នៅក្នុង BNI ដឹងហើយនិយាយថាយើងគ្រាន់តែនិយាយតែ certificate ហ្នឹងគេដល់យល់ថា business យើងអីគេហ្មងចឹងយើងត្រូវតែបញ្យល់ឯកសារdocument ទាំងអស់ហ្នឹងពេលដែលយើងមាន document ទាំងអស់ហ្នឹងហើយយើងអាចយក document ហ្នឹងទៅប្រើនៅទីតាំងផ្សេងគ្នាតាមកលៈទេសៈពេលខ្លះយើងត្រូវការប្រើ brand summary ពេលខ្លះយើងត្រូវប្រើ one liner ពេលខ្លះយើងត្រូវបង្ហាញពី vision and mission របស់យើងអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងគឺយើងមាន brand voice មួយទៀត brand voice គឺជាអត្តសញ្ញាណមួយដែលគេស្ដាប់ហើយគេចងចាំពីយើងពេលដែលយើងទៅចូលនៅក្នុងធនាគារយើងតែឃើញគេស្វាគមន៍យើងដោយសម្ដីស្រទន់អីហ្នឹងអាហ្នឹងក៏ជា brand voice មួយដែលខាង leader ហ្នឹងគេ train ខាងអ្នកដែលចាំទទួលភ្ញៀវហ្នឹងឲ្យមានអាកប្បកិរិយាបែបហ្នឹងអញ្ចឹងណាហើយមួយទៀត keyword ឬក៏ពាក្យដែលគេត្រូវយកមកប្រើអញ្ចឹងអត្តសញ្ញាណទាំងអស់ហ្នឹងគឺគ្រប់អត្ថបទគ្រប់marketing material ដែលគាត់នឹងត្រូវបញ្យុះឡើងមកគឺគេប្រកបនៅអាពាក្យនឹងចូលទៅរហូតអញ្ចឹងយើងគ្រាន់តែមើលវីដេអូមើលអីហ្នឹងហើយយើង feeling ថាអូខេអូអាហ្នឹង brand យើងស្គាល់ brand ហ្នឹងហ្មងអញ្ចឹងណាហើយitem មួយទៀតរបស់ brand នៅក្នុង brand story ហ្នឹងយើងហៅថាhow we stand out how we stand out ហ្នឹងគឺជាចំណុច unique មួយដែលយើងខុសពីគេហើយជាទូទៅគឺយើងយកចំណុចខ្សោយរបស់គូប្រកួតប្រជែងរបស់យើងហ្នឹងមកធ្វើជាចំណុចខ្លាំងរបស់យើងគឺយើងប្រឹងយកទៅបំពេញមិនមែនថាអូខេគេខ្លាំងហ្នឹងហើយយើងប្រឹងធ្វើឲ្យអាហ្នឹងឲ្យប្រជែងមួយគេអត់យុទ្ធសាស្ត្រដែលល្អគឺយើងយកចំណុចខ្សោយរបស់ដៃគូយើងយកមកប្រឹងដើម្បីឲ្យខ្លួនយើងខ្លាំងអាហ្នឹងវាគឺជាយើងហៅថាជាវិធីមួយដើម្បីឲ្យយើងអាច stand out អាចឲ្យយើងនឹង outstanding ពីលេចធ្លោជាងដៃគូរបស់យើងហើយមួយទៀតតកតងនឹង brand value ហ្នឹងគឺតកតងជាមួយនឹងការរក្សានៅគុណតម្លៃក៏ដូចជាពាក្យសន្យានិងគោលការណ៍របស់យើងអញ្ចឹងbrand value ហ្នឹងក៏សំខាន់ដែរព្រោះបើសិនជាយើងអត់មានគុណតម្លៃ brand របស់យើងអត់មានគុណតម្លៃហើយពាក្យសន្យាដែលយើងសន្យាទៅយើងអត់បានគ្រប់ធ្វើបានវានឹងស្គាល់ brand យើងឲ្យអូតូតែម្ដងឧទាហរណ៍ថាទឹកបរិសុទ្ធអ្វីដែលយើងសន្យាទៅឲ្យភ្ញៀវគឺបានន័យថាទឹកហ្នឹងគឺស្តង់ដារអនាម័យបានត្រួតពិនិត្យច្បាស់លាស់ពិតប្រាកដមែនអញ្ចឹងយើងញ៉ាំទៅសុវត្ថិភាពអញ្ចឹងអត់មានថាដោយហេតុផលណាមួយដោយសារ costing ឡើងថ្លៃយើងត្រូវធ្វើអីណាមកផ្លាស់ប្ដូរនៅអាគុណភាពហ្នឹងឯងអញ្ចឹងអានេះវាជាការសន្យារបស់យើងទៅអតិថិជនរបស់យើងឧទាហរណ៍មួយទៀតដូចថាយើងបង្កើត brand ហ្នឹងមកយើងនឹងត្រូវដកចំណែកមួយដើម្បីចូលទៅជួយដល់
ក្នុងសង្គមការងារ social ដូចជាជួយដល់ក្មេងកំព្រាឲ្យបានរៀនសូត្រអីឧបត្ថម្ភនេះអីស្អីអញ្ចឹងបើយើងនិយាយអញ្ចឹងហើយយើងត្រូវតែធ្វើឲ្យបានអាហ្នឹងគឺជា brand value របស់យើងណាហើយចុងក្រោយគឺ tagline ហ្នឹងជា clear ខ្លីៗខ្លីៗប្រហែលជាអាចមក4-5 ពាក្យអញ្ចឹងណាដែលយើងជាទូទៅយើងដាក់ពីក្រុម logo ឬក៏ពីក្រុមឈ្មោះ business របស់យើងអញ្ចឹងណាហើយ tagline ហ្នឹងជា clear ដែរដើម្បីជាវានៅក្នុង brand identity វាជួយឲ្យអតិថិជនរបស់យើងក៏ខំឃើញ tagline ហ្នឹងគេយកពីគោលគំនិតរបស់យើងថាយើងចង់ធ្វើអីគេអូខេអញ្ចឹងនេះជា structure ព្រមដែលខ្ញុំរៀបឡើងសម្រាប់ឲ្យទាំងអស់គ្នាអាចយកទៅ run ព្រមហ្នឹងទៅយើងអាច produce ចេញជាឯកសារបានអញ្ចឹងវិធីប្រើព្រមហ្នឹងទី1បងប្អូនទាំងគ្នាអាចប្រើជាមួយនឹង AI chat ណាមួយក៏បានដែរអាចមាន Gemini GPT ឬក៏បងប្អូនដែលប្រើ chat អីផ្សេងទៀតក៏បានដែរអញ្ចឹងដើម្បីទៅសេបានទី1បងប្អូនត្រូវសរសេរខ្លួនឯងថា why ដូចដែលខ្ញុំប្រាប់មុនអញ្ចឹងណាត្រូវយើងត្រូវកត់ចេះសេមករៀបរាប់មកហេតុអីបានយើងត្រូវធ្វើ brand ហ្នឹងអីអញ្ចឹងចេះតែសេរៀបរាប់មកហើយតមកទៀត problem យើងសេរៀបរាប់ពីបញ្ហាទី3តកតង solution យើងសេរៀបរាប់ពី solution result មកចុងក្រោយអីគេអញ្ចឹងពេលដែលបងប្អូនទាំងអស់គ្នាសរសេរទាំងអស់ហ្នឹងបានហើយអាចសរសេរក្នុង Word ក្នុង Note ក្នុងអីក៏បានដែរសរសេរឲ្យអស់ហើយ copy ព័ត៌មានទាំងអស់ហ្នឹងយកមកផាសនៅក្នុង blog AI ឆាតនេះខ្ញុំបើកឲ្យឃើញបន្តិចទេណាឥឡូវខ្ញុំឧទាហរណ៍ថាយើងប្រើ Chat GPT អញ្ចឹងយើងសរសេរមកយើងផាសនៅក្នុងនេះ blog ដែលគេឲ្យសរសេរហ្នឹងណាយើងសរសេរ why សេអីរបស់យើងហ្នឹងហើយយើងដាក់មកហើយចុងក្រោយគេនេះឃ្លាចុងក្រោយគេនេះដាក់នៅក្នុងឃ្លាវងកញ្ចក់2ដែលខ្ញុំដាក់ហ្នឹងថា now I don't office one now I don't want you do anything យើងចង់ប្រាប់ AI ថាកុំតន់ធ្វើអីគ្រាន់តែសិក្សាយល់ពីអ្វីដែលយើងបានដាក់ឲ្យខាងលើនឹងសិនអញ្ចឹងណាហើយបន្តមកយើង enter ពុកទៅដល់ពេលយើង enter ហើយAI នឹងឆ្លើយមកយើងវិញឯថា Okay I understand អញ្ចឹងណាបន្ទាប់ពីយើងបានទទួលចម្លើយនឹងហើយយើងចាប់ផ្ដើមសរសេរបន្ថែមទៀតនៅខាងនេះthe next prompt នេះយើងសរសេរថា now I want you act as a branding expert and write a brand summary vision mission tagline one liner certificate brand voice tone voice អីផ្សេងៗនោះគឺតបយើងសរសេរឲ្យអស់ហើយប៉ុណ្ណឹងយើង enter ទៅ AI នឹងរៀបចំឯកសារឲ្យយើងបានមក complete set បន្ទាប់ពីហ្នឹងទៅគឺយើងអាចមើលឡើងវិញ adjustment តិចតួចតាមអ្វីដែលថាអូខេបើសិនឲ្យមកយើងអត់ពេញចិត្តយើងអាច adjustment អីបានបន្ថែមទៀតអញ្ចឹងណាពេលបន្ថែមហើយយើងអាច copy ឯកសារទាំងអស់នោះទុកជាឯកសារសម្រាប់យើងទៅប្រើប្រាស់នៅថ្ងៃក្រោយទៀតអញ្ចឹងបន្តទៀតយើងនិយាយអំពីការបង្កើត logo អញ្ចឹងជាធម្មតាពេលដែលយើងត្រូវការ logo យើងតែងតែឲ្យខាង design ធ្វើឲ្យត្រូវអត់តែឥឡូវនេះបច្ចេកវិទ្យាទំនើបយើងអាចប្រើ Canva AI ឬក៏យើងអាចប្រើកម្មវិធី AI ផ្សេងទៀតដើម្បីជួយយើង design logo អញ្ចឹងនៅក្នុងនេះគឺយើងអាចប្រើដូចជា ChatGPT ដើម្បីឲ្យ ChatGPT ជួយទៅសេ prompt ដើម្បីបង្កើត logo បានក្រោយពីយើងសួរតាក់ទងនឹង brand story អីផ្សេងៗហ្នឹង AI ចាប់ផ្ដើមស្គាល់យើងថាអូខេ brand យើងអីគេយើងចង់ធ្វើអីគេហើយនឹងបន្តមកទៀតនឹងមាន suggestion ឬក៏យើងហៅថាAI នឹងឲ្យជា option logo មកឲ្យយើងអញ្ចឹងយើងអាចបន្តពីហ្នឹងទៅយើងអាចសួរយើងអាចឲ្យព័ត៌មានបន្ថែមទៀតណាឧទាហរណ៍ថា style របស់យើងចង់បានលក្ខណៈ modern ឬយើងស្រឡាញ់ color អីគេអញ្ចឹងទៅឲ្យAI chat ជួយរៀបចំព្រមដើម្បីឲ្យយើងយកមក run បង្កើតនៅក្នុង Canva
Canva ក៏បានឬក៏បង្កើតនៅក្នុង chat AI ហ្នឹងក៏បានដែរគ្រាន់តែថាជាបទពិសោធន៍ប្រើនៅក្នុង Canva យើងងាយស្រួលក្នុងការ adjustment copy design ហើយ generate ហើយយើងអាច adjustment បានងាយស្រួលជាងបើនៅ chat AI អត់ទេ generate ហើយឯងអូខេហើយមួយទៀតតកតទៅនឹងការដែលយើងធ្វើវីដេអូ branding ឬក៏យើងហៅថាវីដេអូ personal branding ហ្នឹងគឺយើងអាចធ្វើបាននៅក្នុង app មួយដែលយើងហៅថា Heygen ហើយនៅក្នុងហ្នឹងគឺយើងអាចប្រើយើងប្រើជាមួយ ChatGPT សម្រាប់ក្នុងការដែលរៀបចំ script ឬក៏យើងហៅថាការរៀបចំ storyboard ឲ្យយើងតទៅពេលយើងបាន storyboard ហើយយើងអាចយកមួយចំណុចហ្នឹងឬក៏ឧទាហរណ៍ថា storyboard វាត្រូវមានgraphic មានរូបភាពព្រមសម្រាប់ធ្វើរូបភាពមាន voice over ថែកដែលយើងត្រូវនិយាយហ្នឹងមានដូចជា tone សំឡេងកាយវិការអីផ្សេងៗអញ្ចឹងទាំងអស់ហ្នឹងគឺយើងអាចយកមក generate ចេញទៅជាវីដេអូមួយដោយយើងមិនបាច់ត្រូវការចាំបាច់ត្រូវការជាងកាមេរ៉ាណាឬមួយក៏ត្រូវទៅទីកន្លែង studio ទីតាំងណាមួយដែលថតហ្នឹងឯងយើងចង់ឲ្យវីដេអូយើងចេញបែបនៅអង្គរគឺចេញមកអង្គរយើងចង់ទៅនៅសមុទ្រគឺនៅសមុទ្រយើងចង់នៅក្នុងបន្ទប់ studio ឬក៏បន្ទប់ office ឬក៏នៅកន្លែងបន្ទប់ការិយាល័យរបស់យើងហ្នឹងគឺបានគ្រាន់តែយើងសរសេរ prompt ទៅគឺចេញមកបានទាំងអស់ចានេះខ្ញុំប្រាប់ step ហើយ step ទី1យើងធ្វើអីគេ step ទី1យើងបើក chat GPT យើងមកដើម្បីសួរឈ្មោះសួរ brand សញ្ញាអីចឹងទៅនេះគឺជា prompt ដើម្បីយើងសួរជា idea ណាplease help me to create 5 creative brand name idea for a natural skincare business in Khmer and English អញ្ចឹងណា English style សួរទៅចេញមកកំឡុងហើយយើងរើសមួយមកតមកយើងចូលទៅ Canva យកកន្លែង AI ហ្នឹងបង្កើតអញ្ចឹងខ្ញុំបង្ហាញបន្តិចខ្ញុំ copy អាហ្នឹងយកទៅតែម្ដងចឹងនៅក្នុង chat GPT នេះយើងអាចបង្កើតចេញជាបច្ចេកមួយបានណាដើម្បីងាយស្រួលយើងមើល chat history របស់យើងងាយស្រួលនិយាយយូរចង់ជាប់មាត់ហើយយើងផាស from ហ្នឹងមកផាស from ហ្នឹងហើយ enter ទៅអូខេអញ្ចឹងបានហើយយើងបាន option មកជាច្រើនហើយយើងអាចរើ option មួយអញ្ចឹងទៅឧទាហរណ៍ថា Canva AI prompt ខ្ញុំគ្រាន់តែឧទាហរណ៍ណាអូខេអញ្ចឹងresult យើងចេញបានមកហើយអញ្ចឹងមានច្រើន option ទៀតអញ្ចឹងឧទាហរណ៍ថាខ្ញុំមើលលើ logo prompt នេះណា logo prompt នេះខ្ញុំ copy ណា copy prompt ប៉ុណ្ណឹងមកយើងចូលមកនៅក្នុងកម្មវិធី Canva នេះអ្នកគ្នាធ្លាប់ប្រើ Canva ហ៎ Canva ហ្នឹងនេះយើងគ្រាន់ចូលមកយើងមាន option AI នេះតែ AI ហ្នឹងក៏តែ Pro បានប្រើបានណាហើយអត់ Pro ហ្នឹងអត់ថ្លៃទេ4រៀល3ឆ្នាំយើងប្រើចុះអញ្ចឹងយើងផាសកន្លែងនេះមកកន្លែងនេះយើងយក design logo ណាផាស prompt មិញមក
អានេះខ្ញុំធ្វើលឺបង្ហាញទៅលឿនៗដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថាអូខេត្រូវចូលធ្វើនៅកន្លែងណាណាមែនតើទៅយើងត្រូវពិនិត្យមើលកែលម្អឲ្យត្រឹមត្រូវអស់ហើយចាំយើងយកមករ៉ាំអូខេអញ្ចឹងបើសិនជាយើងមើលទៅ option ណាដែលយើងមើលទៅត្រូវហើយយើងអាចយកបានយកបើអត់ទាន់ទេយើងអាច generate បន្ថែមទៀតទៅនេះយើងយកមក design logo ទៅនឹងចេញមកបន្ថែមទៀតហើយណាអូខេអូខ្ញុំ copy ត្រមនេះឲ្យទៀតកុំឲ្យថាអត់មាន full អូខេនេះអូខេតន់ដែរតិចនៅម្នាក់ឯងអូខេអត់អីទេនេះយើងគ្រាន់តែបញ្យល់ឡើងវិញទេអូខេអញ្ចឹងបន្តមកទៀតយើងចូលដល់ការធ្វើវីដេអូឬក៏យើងហៅថាបង្កើត content ណា content ជាមួយ AI tool អញ្ចឹងដើម្បីយើងធ្វើអា personal branding យើងចង់និយាយថាពីមុនអឺបាទខ្ញុំអត់ដឹងថានៅក្នុងនេះធ្លាប់មានអ្នកដែលគាត់អៀននៅមុខកាមេរ៉ាចង់និយាយថាយើងអៀននៅមុខកាមេរ៉ាអត់ហ៊ានថតវីដេអូយើងគ្រាន់ឃើញកាមេរ៉ាយើងនិយាយលេងចេញណាអញ្ចឹងឥឡូវហ្នឹងអត់ជាបញ្ហាទេយើងអាចធ្វើវីដេអូចែកម្លែកឬក៏វីដេអូ training ដោយមិនបាច់ចេញមុខយើងក៏បានដែរប៉ុន្តែអ្នកមើលគាត់ឃើញយើងគាត់ឃើញថាជាយើងណាអញ្ចឹងនៅឥឡូវនេះយើងមាន AI tool សម្រាប់ជួយធ្វើការងារទាំងអស់ហ្នឹងហើយបន្តិចទៀតខ្ញុំនឹងបង្ហាញដែលជំហានដំបូងគេគឺយើងប្រើ ChatGPT គេច្រើនខ្ញុំចូលចិត្ត ChatGPT ហើយនឹង Gemini ហ្នឹងហើយChatGPT ខ្ញុំប្រើដើម្បីសួររកជាយុទ្ធសាស្ត្រជា idea ហើយបើតកតងមួយវីដេអូយើងសួរបន្ថែមការដែលធ្វើយើងហៅថា storyboard ទៅណាឲ្យ ChatGPT រៀបរាប់ storyboard ឲ្យយើងហើយសម្រាប់ Gemini ខ្ញុំប្រើក្នុងការបង្កើតរូបភាពឬក៏យើងធ្វើវីដេអូខ្លីៗដែលយើងហៅថា VEO 3នឹងឯងឬក៏ Flow ហើយឥឡូវហ្នឹង Pageant គេបានអាប់ដេតមុខងារថ្មីមួយទៀតដោយនៅក្នុងហ្នឹងគេហៅថា AI agent យើងគ្រាន់តែវាយ topic ទៅគឺយើងអាច generate បានវីដេអូ complete set តែម្ដងគឺមាន footage មានអីក្នុងហ្នឹងឲ្យយើងណាយើងងាយស្រួលមានកូនសិស្សនៅក្នុងហ្នឹងបងចំហៀងពីម្សិលមិញគាត់បានអនុវត្តហើយឯងអាចស្ដាប់ការចែកម្លែកគាត់បានបន្តិចទៀតមកវិញសិនអូខេអញ្ចឹងដើម្បីធ្វើការងារនឹងបានទី1យើងចូលទៅក្នុង ChatGPT ហ្នឹងដែលយើងសរសេរ prompt អានេះខ្ញុំអត់រំលឹកឡើងវិញព្រោះដោយសារមេរៀនទី1សប្តាហ៍ទី1យើងបាននិយាយហើយprompt structure យើងមានអីគេខ្លះអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលសប្តាហ៍ទី1អត់បានចូលរៀនអាចមើលវីដេអូក្នុង YouTube បាននៅក្នុង YouTube របស់ខ្ញុំគឺមានវីដេអូសម្រាប់សប្តាហ៍ទី1ដែលនៅក្នុងនោះយើងបានបញ្យល់អំពី prompt structure ហើយចាអញ្ចឹងនៅក្នុងនេះយើងនឹងសរសេរ prompt ថា write a certificate អញ្ចឹងកន្លែងនេះវីដេអូរបស់យើងចង់បាន30វិនាទីយើងដាក់30វិនាទីមកយើងចង់បាន1នាទីយើងដាក់1នាទី5នាទីយើងដាក់5នាទីអញ្ចឹងរយៈពេលវីដេអូគឺទៅតាមប្រភេទនៃវីដេអូដែលយើងនឹងបង្កើតឡើងយើងជាវីដេអូចែកជាទូទៅបើសិនយើងផុសនៅក្នុង TikTok ឬក៏Facebook Reel ឬក៏ YouTube Short អីហ្នឹងគឺខ្លីៗទេ1នាទីកន្លះចុះឬក៏2នាទីបើ YouTube Short អាចបានដល់2នាទីអញ្ចឹងណាពី3នាទីតែបើសិនជាយើងចង់របៀបថាមានមេរៀនអត្ថបទមេរៀនអីរៀងវែងអញ្ចឹងយើងអាច
5 នាទី10 នាទី15 នាទីហ្នឹងយើងដាក់តាមនឹងមកអូខេបន្តមកទៀតយើងដាក់ថា30 second video script introduction my handmade jewelry brand in a warm and confident Khmer tone ចឹងបន្ទាប់ពីយើងសរសេរថា30 second video script introduction នេះអាកន្លែង introduction ហើយនឹង my handmade jewelry អីហ្នឹងអាហ្នឹងគឺជា product ឬក៏ service ដែលយើងចង់ធ្វើតាក់ទងនឹងវីដេអូមួយហ្នឹងណាឬក៏ជា topic យើងអាចដាក់កន្លែងហ្នឹងបានហើយយើងដាក់តាមហ្នឹងទៅហើយយើង enter មកបន្ទាប់ពី enter ហើយយើងនឹងបាន ChatGPT នឹងឲ្យចម្លើយយើងមកយ៉ាងច្រើនយើងអាចយកមើលតាមហ្នឹងឥឡូវចេះទៅខ្ញុំរ៉ាន់ឲ្យមើលហ្មងណាខ្ញុំរ៉ាន់ឲ្យមើលហ្មងអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលនេះខ្ញុំដាក់ទាំង storyboard ហ្មងទៅ include storyboard ហើយតែបើសិនយើងប្រើនៅក្នុងកម្មវិធី Hey Chen ហ្មងយើងមិនដាក់ storyboard ក៏បានដែរយើងទៅសេថាinclude avatar style motion from ទេចឹងខ្ញុំនឹងសាកធ្វើអាហ្នឹងឲ្យបងប្អូនគ្នាមើលអូដូចជាខុសអូខុស sorry ដល់នេះហើយហ្នឹងណាវាឡំហើយរ៉ាំម្ដងទៀតអូខេបងប្អូនគ្នាឃើញ result ហើយណានេះ30 second video script អញ្ចឹង result ចេញមកគឺបែបនេះឯងណាអញ្ចឹងអានេះគឺជាពាក្យពេចន៍ដែលយើងត្រូវនិយាយណាដែលយើងហៅថា voice over តែដោយសារអានេះយើងអាចបាន script ហ្នឹងយើងយកមកអាចាស់ហើយយើងអាចrecord សំឡេងហ្នឹងណាខ្ញុំសុំដូរអានេះទៅអង់គ្លេសវិញព្រោះដោយសារកម្មវិធីហ្នឹងនិយាយខ្មែរអត់ទាន់បានល្អឬមួយក៏ខ្ញុំយកអាហ្នឹងយកមកប្រយុទ្ធនៅក្នុងនេះក៏បានដែរយើងអាចប្រើជាមួយនឹងyeah Google AI Studio ទេយើងអាចរើសយកជំរើស two speaker ឬមួយក៏ one speaker អញ្ចឹងណាបើសិនមានឆ្លើយច្រើនយើងយកឆ្លើយឆ្លងតែខ្ញុំរើសយកមួយខ្ញុំអាចផាសសាច់នេះហ្នឹងនេះមកហើយយើងដូរសំឡេងណាយើងអាចចាក់ស្ដាប់សាកមើលខ្ញុំអត់ដឹងតើអស់គ្នាបានឮអត់ទេតែអាចសាកល្បងធ្វើខ្លួនឯងបានហើយនេះអត់ត្រូវការបើយើងមើល option share sound ណានេះ option video sharing
Share computer sound អូខេហើយអូខេអញ្ចឹងអ្នកនរគ្នាអាចស្ដាប់ឮបានយើងអាចអញ្ចឹងទៅហើយនេះថូនសំឡេងយើងអាចមើលគេមាន recommend ថូនសំឡេងអីគេអត់នេះថូនសំឡេង warm confident ណាហើយយើង copy ហ្នឹងមកយើងរើសមួយក៏បានឬក៏យើង copy មកទាំងអស់ក៏បានដែរណា read aloud ហ្នឹងយើងអាច keep ដដែលឬក៏យើងចង់ដូរក៏បានដែរមកយើងដាក់នេះមកនេះមកយើងអាចរ៉ាន់បាននេះខ្ញុំអត់មើលត្រួតពិនិត្យឡើងវិញខ្ញុំគិតថាវាត្រូវតែម្ដងណាខ្ញុំបាត់ហូបសូមខ្ញុំសង្ឃាច់ដាច់ទាំងអស់គ្នានៅឃើញតែ no audio generated លឺ ចាចា ហើយខ្លះកុំឲ្យស្ងាត់ពេក ហ្នឹងហើយនិយាយខ្លះៗមកព្រោះអីខ្លាចគេលោស្ងាត់ស្ងាត់ទៅលេងដាច់អត់លេងអត់ដឹងអូខេ សួស្តីបងបងស្រីជាទីគោរព អាច ខ្ញុំ លើ អូ សំ ន ឡេ ស្រី ង ជាអ្នកស្រឡាញ់គ្រឿងអលង្ការដោយដៃនិងជឿថាសិល្បៈតូចៗអាចបង្ហាញភាពស្រស់ស្អាតនិងភាពជឿជាក់ក្នុងខ្លួនបានគ្រឿងអលង្ការមួយៗ តមក ត្រូវបាន យើង បង្ អាច កើតដោយដៃ download ដោយចិត្ត voice និង ហ្នឹង ដោយ មក ស្នាដៃរបស់ បន្ទាប់មកទៀតយើងចូលអានេះ avatar style នេះយើងអាចយកអាហ្នឹងណាយកទៅរ៉ាន់នៅក្នុងកម្មវិធីនេះបាននេះកម្មវិធី Heijin នេះអញ្ចឹងនៅក្នុងនេះយើងអាចបង្កើត avatar យើងបានហើយនៅក្នុង avatar មួយយើងអាចបង្កើត look ឧទាហរណ៍ topic របស់យើងហ្នឹងតម្រូវឲ្យត្រូវបង្កើត look style អញ្ចឹងយើងអាច generate តាម style ហ្នឹងទៅក៏បានដែរតែគ្រាន់ថាការ generate អស់ហ្នឹងគឺវាមាន limit សម្រាប់ free version គឺយើងធ្វើបានតិចតួចហើយនេះសម្រាប់ motion prompt អញ្ចឹងណាហើយ motion prompt ហ្នឹងគឺយើងប្រើនៅកន្លែងណាពេលដែលយើងចូលមកនៅក្នុង app ហ្នឹងយើងចូលទៅក្នុងអានេះយើងហៅថា avatar របស់យើងមួយៗឯណាឧទាហរណ៍ថាខ្ញុំមានបង្កើត avatar ជាច្រើនហើយឯងអញ្ចឹង avatar ហ្នឹងវាជារូបអាចជារូបភាពធម្មតាឬមួយអាចជារូបភាពដែលមានចលនាអញ្ចឹង motion ហ្នឹងយើងចង់សំដៅទៅលើរូបភាពដែលមានចលនាអញ្ចឹងសម្រាប់រូបភាពនេះយើងមានរូបភាពធម្មតាអញ្ចឹងបើសិនយើងចង់ឲ្យរូបភាពនឹងមានចលនាឧទាហរណ៍ឥឡូវឧទាហរណ៍ថាខ្ញុំបាន generate prompt តាក់ទងនឹងនេះprompt ដែល generate ហ្នឹងគឺយើងផាសនៅក្នុងនេះហ្នឹងណាផាសនៅក្នុងប្រឡងនេះហើយយើងដាក់ generate ទៅចេញហើយអញ្ចឹងឧទាហរណ៍ថាពេលដែលយើង generate បានរូបហើយគឺបានជារូបភាពស្ងៀមបែបហ្នឹងតមកយើងចង់ឲ្យរូបភាពហ្នឹងមានចលនាដូចនេះដូចរូបនេះយើងឃើញមានចលនានិយាយអញ្ចឹងណាអញ្ចឹងអាហ្នឹងគេហៅថា motion អញ្ចឹងយើងចេញពីរូបមួយហ្នឹងយើងចុចនៅលើរូបមួយហ្នឹងមកយើងយក add motion នេះអញ្ចឹង add motion ហ្នឹងយើងមានពីរ option ទី1 motion template ទី2 custom prompt អញ្ចឹង template គឺមាន sample ជាច្រើនឲ្យយើងដូចជាសម្រាប់យើងនិយាយធម្មតាបែប nature talking naturally សម្រាប់ expert presentation ឬក៏ dynamic announcement ហើយទាំងអស់ហ្នឹងគឺខុសគ្នាទៅលើ tone ការលើកដាក់សំឡេងកម្លាំងនៃការនិយាយផ្សេងៗហ្នឹងណាគឺទៅតាមtemplate ហ្នឹង
ឧទាហរណ៍សម្រាប់អ្នកដែលគាត់និយាយរឿងកំ pl ែង funny story អញ្ចឹងថូនសំឡេងគាត់គួរបែបណាហ្នឹងនៅក្នុងហ្នឹងគឺមានចងជាព្រមឲ្យយើងហើយយើងគ្រាន់ចុចមកយើងអាចមើលព្រម detail បានតែឥឡូវនេះឧទាហរណ៍ថាអឺមុនហ្នឹងយើងបានសួរទៅ ChatGPT ឲ្យរៀបចំព្រមតាក់ទងនឹង topic មួយហ្នឹងហើយអញ្ចឹងយើងអាចយកអាព្រមនេះព្រមហ្នឹងណា copy យកមកដាក់នៅក្នុងប្លោះនេះបានហើយយើងចុច generate ទៅហើយរងចាំមកស្ទុះទៅតម្រាំតែយើង generate ហើយហ្នឹងយើងអានេះខ្ញុំ generate អស់ហើយអញ្ចឹង generate ឡើងបានហើយបន្ទាប់ពី generate ហើយយើងនឹងបានដូចលក្ខណៈនេះអញ្ចឹងនេះជារូបភាពដែលមានចលនាអញ្ចឹងតពីរូបភាពដែលមានចលនាហ្នឹងហើយយើងអាចធ្វើចេញទៅជាវីដេអូបានទៅតាម script របស់យើងហើយខ្ញុំឧទាហរណ៍មាននេះឧទាហរណ៍ថាមួយនេះចាស់ដើម្បីបង្កើតវីដេអូបានយើងចុចឬយើងរើសនៅលើរូប avatar ដែលយើងចង់ធ្វើវីដេអូហ្នឹងតមកទេយើងយកកន្លែង create video នេះចាំតិចអ៊ីនធឺណិតយឺតតិចអូខេមកដល់កន្លែងហ្នឹងគឺយើងអាចដូរទៅជា landscape ឬក៏ portrait បានណា landscape ឬក៏ portrait បន្តមកទៀតកន្លែង option នេះដោយសារ avatar នេះខ្ញុំបានចងclone សំឡេងជាមួយនឹងសំឡេងខ្ញុំហើយតែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ទេយើងត្រូវរៀបចំ clone សំឡេងនៅពេលណាដែលយើងបង្កើត avatar ថ្មីគឺយើងមានកន្លែងឲ្យបង្កើត clone សំឡេងតែអាហ្នឹងតតែ option premium pro អាហ្នឹងបាន clone សំឡេងបានណាបើយើងប្រើ test free ដើម្បីដឹងថាអូខេអាហ្នឹងចេញមកមិនត្រូវនឹងតម្រូវការរបស់យើងក្នុងការដែលយើងបង្កើតវីដេអូហ្នឹងគឺយើងអាចចូលមក test បានយើងអាច register ឲ្យតែខ្ញុំតម្លាក់លេងឲ្យ register ហើយយើងអាចបង្កើតវីដេអូបាន3ណាក្នុងមួយខែ ជិះមិនអត់ដេកទេជិះមិនមកដេករហូតចឹងហ៎ព្រឹកឡើងដេកអត់ចង់ក្រោកហើយមកដេកអញ្ចឹងទៀតអត់ចេះខ្មាស់គេទេ អូននៅជួយញូតមួយទេអញ្ចឹងឥឡូវហ្នឹងកន្លែងប្លោះនេះយើងអាចដាក់ជា text ឬក៏យើងដាក់ជា audio នៅប្លោះនេះដោយសារអត្ថបទរបស់យើងនេះគឺជាអត្ថបទភាសាខ្មែរអញ្ចឹងបើសិនយើងដាក់ភាសាខ្មែរទៅវាអានអត់ត្រូវអានេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់សារអញ្ចឹងកន្លែងហ្នឹងយើងអាចដាក់ជា audio ទៅវិញតែខ្ញុំអាចដាក់តែឲ្យសាក់របស់បានយើងអាច play យើងស្ដាប់ពេលដែលខ្ញុំ play ទៅអញ្ចឹងអាចស្ដាប់ឮអត់សួស្តីបងស្រីជាទីគោរពខ្ញុំប្អូនស្រីជាអ្នកស្រឡាញ់គ្រឿងអលង្ការដោយដៃនិងជឿថាសិល្បៈតូចអាចបង្ហាញភាពស្រស់ស្អាតនិងភាពជឿជាក់ក្នុងខ្លួនបានគ្រឿងអលង្ការមួយត្រូវបានបង្កើតដោយដៃដោយចិត្តនិងដោយស្នាដៃរបស់ស្រីខ្មែរទេបងពាក់វាមិនមែនត្រឹមតែស្អាតទេប៉ុន្តែបង្ហាញពីស្នាដៃនិងពោពេញដោយអារម្មណ៍ជឿជាក់ក្នុងខ្លួនឯងឥឡូវនេះ good យើងដាក់អក្សរខ្មែរទៅអានឲ្យយើងបានត្រូវអញ្ចឹងអូខេយើងអាចប្រើភាសាអញ្ចឹងណាចឹងឧទាហរណ៍ថាយើងមានអូយ៉ូក្រៅពីtext ហើយយើងមានអូយ៉ូឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ add ប្លង់ថ្មីនៅក្នុងវីដេអូយើងហៅថាប្លង់ថ្មីឬ scene ថ្មីណាឧទាហរណ៍ខ្ញុំដាក់នេះហើយខ្ញុំattachជាមួយនឹងខ្ញុំអត់ដាក់ text ទេតែខ្ញុំ upload ជាមួយនឹងអូយ៉ូអញ្ចឹងណាចឹងយើងយក upload មួយអូយ៉ូមកហើយយើងទៅ select យក file ដែលយើងបាន download មិញហ្នឹងនេះអូយ៉ូដែលយើងបាន generate នៅក្នុង AI នៅក្នុង Google Studio មិញហ្នឹងហើយយើងចាំតិចខ្ញុំ upload ចប់ហើយនេះយើង add audio នឹងចូលមក
កន្លែងមិញបងប្អូនទាំងគ្នាឃើញមានកន្លែង option ដាក់ថាvoice នេះ voice mirroring voice mirroring ហ្នឹងឧទាហរណ៍ថាឥឡូវហ្នឹងយើងមានសម្លេងមនុស្សស្រីប៉ុន្តែយើងចង់បានសម្លេងផ្សេងទៀតឬក៏សម្លេងមនុស្សផ្សេងម្នាក់ទៀតទៅតាមអវតាររបស់យើងនេះឧទាហរណ៍កន្លែងហ្នឹងយើងរើអវតារណាផ្សេងទៅដែលអវតារហ្នឹងសម្លេងផ្សេងថូនសម្លេងផ្សេងហ្នឹងគឺយើងអាចដោះដូរចឹងបានអញ្ចឹងនៅពេលដែលយើងthíchយកអា voice mirroring ហ្នឹងទៅគឺនឹងទៅចាប់ថូនសម្លេងរបស់អវតារដែលយើងបាន select នេះដែលយើងបាន select នៅជាមួយនឹងអវតារហ្នឹងណានេះឧទាហរណ៍ថាយើងដាក់thích voice mirroring ទៅកន្លែងនេះគឺយើងអាចធ្វើសម្លេងបានហើយចឹងវាមាន option សម្លេងជាច្រើននេះសម្លេងដែលខ្ញុំបានបង្កើតហើយអញ្ចឹងណាឬក៏យើងអាចlibrary ក៏បានដែរនេះ Hey there, here's how I អានេះ sound. សម្លេងមនុស្សប្រុសហ្នឹងខ្ញុំសាកដាក់សម្លេងមនុស្សប្រុសហេបន្ទាប់ពីយើងបានចឹងហើយអានេះដោយសារយើងមាន present ចឹងយើងចង់ឲ្យវាមាន animation transition ពីប្លង់មួយទៅប្លង់មួយវាមាន animate អីបន្តិចណាយើងយកកន្លែងហ្នឹងតមកទៀតយើងចង់ដាក់ caption យើងចូលមកកន្លែង caption នេះយើងអាចរើ style caption ណាដែលយើងស្រឡាញ់ចង់បាន color យើងដូរតាមក្រោយបានគ្រាន់ថាយើងរើមើល style ឯណាវាហៅថា style ចឹងនៅមានបញ្ហាតាក់ទង caption ជាភាសាខ្មែរវាអត់ស្គាល់អញ្ចឹងខ្ញុំអត់ដាក់ទេតែបើសិនយើងដាក់យើងអាចដាក់អញ្ចឹងបាន color នេះយើងអាចដូរបានអញ្ចឹងណាសម្រាប់ភាសាផ្សេងចុះ caption នេះខ្ញុំអត់ដាក់ទេខ្ញុំលុបចេញវិញនៅលើហ្នឹងយើងអាចថែមថយitem ផ្សេងៗដូចជាយើងចង់ដាក់ថែម logo ឬក៏ថែម text ថែមអីហ្នឹងយើងអាចដាក់ថែមបានយើងអាចដាក់ថែមបាន អ្នកគ្រូសុំសួរបន្តិចបានអត់ ចាបង ចាអានេះនៅក្នុងhygiene ហ្នឹងដែរមែន ចា ខ្ញុំមិញឥឡូវដល់រវល់ចូលអត់តាន់ទេឥឡូវហ្នឹងប្រើតាមទូរស័ព្ទដល់ចឹងតូចពេកមើលឃើញហើយអ្នក អត់ទេចាំហើយចាំមើលវីដេអូឡើងវិញហ៎បង អូខេ good ចា thank you ចឹងអានេះយើងអាចអាប់ឡូតបារោមកឧទាហរណ៍យើងត្រូវការដាក់ media អីមួយបន្ថែមលើហ្នឹងអីយើងអាចadd ថែមបានតាមហ្នឹងអញ្ចឹងណាឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំចង់ដាក់ថែម logo នេះមួយអញ្ចឹងទៅយើងអាប់ឡូតហើយបន្ទាប់ពីអាប់ឡូតហើយយើង select add ចូលទៅក្នុងប្លង់ scene របស់យើងហ្នឹងទៅឬមួយក៏យើងអូខេនេះនិយាយទៅស្តៀងនឹងកម្មវិធីផ្សេងៗដែរនៅក្នុងហ្នឹង edit ជា editor យើងអាចកែថែមថយបានអញ្ចឹងណាហើយអាចដាក់ text ដាក់អីបាននេះមាន text មានអីអញ្ចឹងទៅឬក៏យើងអាចដាក់ avatar ទូចមួយក្រុមនេះអីទាំងធ្វើបានអញ្ចឹងអូខេឥឡូវហ្នឹងសម្រាប់ថាយើងប៉ុណ្ណឹងចោះទីដល់មកយើងរ៉ាន់វីដេអូហ្នឹងចោលណារ៉ាន់ទៅនៅពេលដែលវីដេអូហ្នឹង complete នឹងមាន email ផ្ញើមកយើងហើយយើងអាចview មើលបានចាឥឡូវនេះយើង preview មើលសិន សួស្តីបងស្រីជាទីគោរពខ្ញុំប្អូនស្រីជាអ្នកស្រឡាញ់គ្រឿងអលង្ការដោយដៃនិងជឿថាសិល្បៈតូចអាចបង្ហាញភាពស្រស់ស្អាតនិងភាពជឿជាក់ក្នុងខ្លួនបានគ្រឿងអលង្ការមួយត្រូវបានបង្កើតដោយដៃដោយចិត្តនិងដោយពេលដែលយើង preview ហ្នឹងគឺគេបិទអាកន្លែងមាត់ហ្នឹងហើយតោះយើង generate បានengine របស់ AI ចាប់ផ្ដើមធ្វើការងារហ្នឹងណាអូខេឥឡូវខ្ញុំសុំចាប់អាកន្លែងហ្នឹងមួយអូខេបន្តមកទៀតយើងអាចវីដេអូដែលយើងយកធ្វើហើយហ្នឹងណាឧទាហរណ៍យើងចង់យកមកកែច្នៃបន្ថែមដោយប្រើមួយ CapCut អីហ្នឹងគឺយើងអាចចាប់ចូលក្នុង CapCut បានតែតើតើ personal branding មិញយើងធ្វើទៅនៅក្នុងហ្នឹងហើយមករួចទៅក៏បានដែរមិនចាំបាច់ចូលមក CapCut ធ្វើទៀតទេប៉ុន្តែឧទាហរណ៍នៅក្នុងករណីដែលថាយើងប្រើដូចជា Gemini ដើម្បី
បង្កើតរូបភាពឬមួយក៏គ្រប់ឥឡូវខ្ញុំចូលទៅ AI មួយទៀតណាប៉ុន្តែនេះវាមិនមែនជាpersonal branding វីដេអូទេកម្មវិធីនេះបានន័យថាយើងទៅធ្វើលក្ខណៈដូចជា footage ឬមួយក៏អីមួយអញ្ចឹងណា footage ជា item footage មួយសម្រាប់យើងយកទៅប្រើប្រាស់ជា material ទូចមួយនៅក្នុងវីដេអូរបស់យើងណាអញ្ចឹងយើងអាចចូលមកនៅក្នុងនេះនៅក្នុងក្រុមនឹងបានយើងអាចចូលមកកន្លែង image នេះ image ហ្នឹងយើងបើសិនយើងមានរូបភាពយើងណាហើយស្រាប់យើងអាច upload រូបភាពយើងមកខ្ញុំឧទាហរណ៍មួយសិនឧទាហរណ៍នេះមួយចាឧទាហរណ៍មួយអញ្ចឹងយើងចង់ធ្វើវាទៅជាវីដេអូយើងគ្រាន់តែចុចប៉ុណ្្នឹងAI នឹង run ទៅជាវីដេអូឲ្យយើងហើយតែបើសិនជាវីដេអូដែល generate មកហ្នឹងយើងមើលទៅដូចជាអត់ពេញចិត្តយើងអាចទៅសេព្រមបន្ថែមនៅក្នុងនេះបានណាសេបន្តិចទេអត់ទៅសេច្រើនទេឧទាហរណ៍យើងចង់ឲ្យមានកាយវិការច្រៀងយើងដាក់ singing អញ្ចឹងទៅបានហើយ sing and dance នេះចេញមកហើយណាចឹងណាចឹងអាទាំងអស់ហ្នឹងឧទាហរណ៍យើងចង់យកមក add បន្ថែមនៅក្នុងវីដេអូរបស់យើងមិញណាយើង download វីដេអូដែលយើង generate ចេញមកយើងយកវីដេអូដែលយើង generate ហើយពីក្នុងហើយចឹងហ្នឹងពេលដែលយើង generate វីដេអូហើយវីដេអូយើងនៅក្នុងនេះហើយនេះយើងអាច download វីដេអូយើងហ្នឹងយកមក make ជាមួយនឹងវីដេអូដែលយើងកើតមុនហ្នឹងនៅក្នុង CapCut ឬក៏កម្មវិធីកាត់តអីផ្សេងទៀតបានហេអូខេនេះគឺជា list tool resource ដែលយើងអាចប្រើបានក្នុងការធ្វើ personal branding គឺយើងអាចប្រើ ChatGPT Canva ហើយ CapCut ហើយ Telegram អានេះខ្ញុំប្រើឧទាហរណ៍ Telegram BU Group អញ្ចឹងបងអ្នកទាំងអស់គ្នាអាចមាន Telegram សម្រាប់ផុសផ្សព្វផ្សាយខ្លួនឯងអញ្ចឹងណាអូខេហើយនេះគឺជា QR code tool នៅក្នុងហ្នឹងហើយចឹងនេះខ្ញុំមាន referral link បងប្អូនទាំងគ្នាយកតាម referral link របស់ខ្ញុំអាចបានmore generate video សម្រាប់បើយើងប្រៀបធៀបជាមួយយើង go ទៅ direct គឺយើងអត់បានយើងហៅថាអត់បាន train AI អត់បានអីចឹងណាវា limit មុខងារក្នុងការប្រើប្រាស់អូខេខ្ញុំអត់បាននិយាយប្រាប់ពី Hello ដោយសារថ្ងៃនេះយើង focus លើ personal branding Hello ហ្នឹងក៏ជាកម្មវិធីមួយដែលយើងបង្កើតវីដេអូដែរជា style លក្ខណៈ VOC សម្រាប់ការ register ដំបូងគឺ free ឲ្យ250 credit យើងអាចបង្កើតវីដេអូបាន10តែខ្ញុំបង្ហាញតិចចុះចូលទៅដាក់លើហ្នឹងហើយបង្ហាញឲ្យឃើញតិចទៅណានេះជាកម្មវិធី Hello អញ្ចឹងណាអញ្ចឹងរបៀបប្រើប្រាស់គឺពេលដែលយើងចូលមកដល់នៅក្នុងកម្មវិធីហ្នឹងហើយនេះឧទាហរណ៍ថាយើងចង់ generate រូបភាពនេះដាច់ login អូខេចឹងបើសិនយើងចង់ generate រូបភាពអីហ្នឹងយើងចូលមកកន្លែងរូបភាពនេះមកហើយនៅកន្លែងនេះយើងអាច upload រូបភាព reference ណារូបភាព reference របស់យើងមកហើយយើងទៅសេព្រមកន្លែងនេះទៅបន្ទាប់មកទៀត design យើងចង់បានប៉ុន្មានចង់បានរូប2រូប
4យើងដូរតាមហ្នឹងគ្រាន់ថាមករុកគេឆាចគុជខ្យងនេះមួយអញ្ចឹងណាហើយ format អានេះហើយនឹង chat GPT មិនមែន chat GPT ជាមួយ Gemini ដូចគ្នាគ្រាន់តែថា Gemini យើងធ្វើបាន free តែយើងលក្ខណៈយើងសរសេរ prompt សំបីកន្លែងនេះកន្លែង screen អីផ្សេងៗគឺយើងសរសេរ prompt តែ tool មួយនេះកាត់ prompt ខ្លះtool ខ្លះគឺយើងមានកន្លែងចុចឲ្យស្រាប់ៗអញ្ចឹងណាហើយបើតាក់ទងនឹងវីដេអូវិញចំណុចពិសេសរបស់ tool ហ្នឹងគឺវាមានកាមេរ៉ានេះកាមេរ៉ា control នេះឧទាហរណ៍គេចង់កូដឲ្យយើងស្រាប់ៗហ្មងតាក់ទងកាមេរ៉ា control zoom in zoom out zoom far zoom អីហ្នឹងមានច្រើនអញ្ចឹងយើងគ្រាន់តែរើសហ្នឹងទៅយើងវីដេអូយើង generate មកគឺបានផ្សាយតម្រងហ្នឹងតែម្ដងខ្ញុំមានដូចជាឧទាហរណ៍បានធ្វើឲ្យបានមួយចំនួនដែរមើលសិនអត់ឃើញប្រហែលជានៅ account មួយទៀតនេះអ្វីដែលខ្ញុំធ្លាប់ធ្វើមកពីមុនអញ្ចឹងណាហើយវីដេអូហ្នឹងគឺមានរយៈពេល6វិនាទីប៉ុន្តែអត់មានសំឡេងទេណាចឹងយើងអាចធ្វើវីដេអូដាន់ឬក៏វីដេអូនិយាយដើរនេះបើនេះប្លង់នេះល្អអានេះយើងប្រើកាមេរ៉ា control zoom ពីចិត្តទៅឆ្ងាយណាហ្នឹង highlight ប៉ុណ្ណឹងឲ្យអូខេអញ្ចឹងអស់ហើយសម្រាប់ថ្ងៃនេះហើយយើងមានការងារផ្ទះដែរការងារផ្ទះហើយការងារផ្ទះអាទិត្យមុនសិស្សសប្តាហ៍មុនអត់ឃើញមកទេសប្តាហ៍នេះសិស្សថ្មីអូខេអញ្ចឹងយើងអាចទៅសាកអនុវត្តផ្ទាល់ដោយខ្លួនឯងបានដោយប្រើ Chat GPT ក្នុងការសរសេរ brand story ហើយបង្កើត logo ក៏ដូចជាបង្កើត logo ដោយ Canva ហើយនៅបង្កើតវីដេអូខ្លីៗដោយប្រើ Heijin អូខេអរគុណច្រើនមានសំណួរអីអាចសួរបានហើយសម្រាប់សប្តាហ៍ក្រោយយើងនឹងរៀនអំពី AI សម្រាប់យុទ្ធសាស្ត្រទីផ្សារអូខេមានសំណួរអាចសួរបានឥឡូវនេះអត់តមានទេបងចាំមើលអនុវត្តខ្លះបានមានសំណួរសួរចាបងសំហៀងរៀនសិនមិញអនុវត្តបានច្រើនណាលោកអីសួរចាំធ្វើសិនខ្ញុំសួរខ្ញុំធ្វើបានច្រើនប៉ុន្តែឥឡូវហ្នឹងភ្លេចមេរៀនអ្នកគ្រូវិញហើយតែចុចធ្វើអាខ្លីៗវិញអាវែងហ្នឹងអត់តាន់ចាំអស់ហើយចាំមើល view ពេលគ្រូបរៀននឹងចប់ចាំមើល view នឹងឡើងវិញហើយសង្ឃឹមថានឹងធ្វើបានល្អជាងឥឡូវតែអរគុណណាស់អ្នកគ្រូចំណាយពេលវេលាពីម្សិលហ្នឹងពិតជាល្អខ្លាំងហើយគង្គគាវិញគឺគាត់នៅរហូតដល់ម៉ោង 7 ម៉ោង 10 យប់មិញនៅជួបធ្វើតនៅធ្វើតហើយញ៉ាំបាយល្ងាចជាមួយខ្ញុំទៀតហើយគាត់ថាគាត់សប្បាយចិត្តណាមុននឹងបានរៀនហ្នឹងគឺគាត់នឹង stress មិនដឹងធ្វើអីហើយដល់ពេលឥឡូវបានប៉ុណ្ណឹងហើយចេះចឹងហើយគាត់រវល់តាហ្នឹងគាត់លែង stress ដូចមុនហើយចាហ្នឹងហើយយើងមានវគ្គ private ទៅឧទាហរណ៍ថាយើងរៀន online រៀនសូវចេះអីអញ្ចឹងទៅគឺក៏ពិបាករៀនអាចbook private បានbook private ទៅពេលរៀនផ្ទាល់ចាប់ដៃធ្វើហ្មងឲ្យធ្វើចេញលទ្ធផលជាក់ស្ដែងដល់មិនបាន channel ម្នាក់មួយហើយបានវីដេអូផលបានឡើងម៉ាំយូរអីបង view ពេលម្សិលបាន30ជាង view អូទុំតផុសទៅបានផុសថ្មីអត់តាន់បានទេហើយបើគង្គគាអត់ដឹងបានប៉ុន្មានទេតែគ្រាន់ថាគង្គគាវិញក៏ថាធ្លាប់បង់គេ$50រៀនអនឡាញគ្មានចេះអីបន្តិចសួរក៏មិនដឹងសួរមិនហើយមិនដឹងសួរតាមណាបើគេដាក់ទៅវីដេអូឲ្យគេអត់ឲ្យសួរហើយដល់ពេលបានមករៀនជាមួយអ្នកគ្រូតូចទៅគាត់ថាគាត់ចេះបានជួយកាន់ដៃបរៀនអញ្ចឹង
ហើយ ចា គាត់ពេញចិត្តហ្នឹងហើយតែសុបាយត្រង់ថាពីម្សិលរៀនតាំងពីកណ្ដាលផ្ទះទៅដល់ជាក្រានបាត់ដាច់ភ្លើ និយា ង យចឹងមកលាក់ឡើងថ្លៃលើអើយ អត់ទេធ្វើម៉េចអូនសាក់ច្រើនមែនអឺរៀងស្តាតយឺតហើយពេលដែលស្តាតបានបន្តិចហើយដាច់ភ្លើងហើយដាច់ភ្លើងមិនមែនដាច់ភ្លើងធម្មតាទេដាច់ភ្លើងរហូតដល់ល្ងាចម៉ោង រាប់ម៉ោង អញ្ចឹងទៅ តែអនុស្សាវរីយ៍ ចា testimonial ហ្នឹងគឺល្អខ្លាំងមែនតើពីបទពិសោធន៍ អូខេអញ្ចឹងអរគុណច្រើនបង តែកុំភ្លេចថតវីដេអូ testimony ឲ្យផង ចាំបានឲ្យច្រើនជាងនឹងបន្តិចសិន ចា ថ្ងៃនេះវិញបានធ្វើវីដេអូមួយខ្លីហើយខ្ញុំផុសនៅក្នុង Facebook ខ្ញុំផុសព្រឹកមិញដល់ឥឡូវហ្នឹងបានជិត 6K វ៉ាវ អាហ្នឹងធ្វើវីដេអូសម្រាប់យើងធ្វើខ្លីដើម្បីផុស Facebook រៀល ចា ហើយអញ្ចឹងខ្ញុំឃើញថាល្អគ្រាន់តែយករូបខ្ញុំទៅផុស អូរូបបងឯងជាមួយនឹងបងបូរីហ្នឹងមែន ចា អា ដល់ពេលអញ្ចឹងទៅឃើញថាល្អហើយជាមួយខ្ញុំព្យាយាមសួរគ្រូទៀត ចា ព្យាយាមរៀនតទៀតចង់ធ្វើឲ្យបានល្អជាងនឹងទៀត ចាសប្បាយចិត្តតើបងឃើញបងរៀនហើយបងធ្វើទៅឃើញមាន result ណា ចាអរគុណ អូខេអរគុណច្រើនអរគុណដល់អ្នកគ្នាអញ្ចឹងបើសិនជាអត់មានសំណួរអីទេខ្ញុំសូមបិទ Zoom ត្រឹមហ្នឹងចាហើយសម្រាប់មេរៀនហ្នឹងខ្ញុំនឹងផុសចូលទៅក្នុងYouTube channel របស់ BU បងប្អូនទាំងអស់គ្នាអាចចូលទៅ review ឡើងវិញបានហើយកុំភ្លេចធ្វើ homework ផងតើអត់ធ្វើអត់ចេះទេណាអូខេអញ្ចឹងថ្ងៃហ្នឹងអរគុណច្រើនហើយអរគុណsupport ដែរវិជ្ជការមកស្ងាត់ទៀតអូននិយាយមិនក អរគុណជ្រាបលាបាយ ចាអរគុណច្រើនបងម៉ាឡា អរគុណបងខ្ញុំក៏លាដែរបង គ្រូហើយលាទាំងអស់គ្នា អរ ខ្ញុំ គុណបង គ្រាន់តែ អរគុណ លើកទឹកចិត្តថាអញ្ចេះដើម្បីចេះណាតើយើងរៀនឲ្យអនុវត្តហ្មងបានយើងចេះបើរៀនឲ្យអត់អនុវត្តអត់ចេះទេដូចខ្ញុំអញ្ចឹងរៀនពីម្សិលខ្ញុំចេះមែនចេះបានខ្ញុំគិតថាខ្ញុំចេះនឹង 10% ទេមិនទាន់បានច្រើនទេនៅច្រើនណាស់ដែលយើងត្រូវស្រាវជ្រាវហើយដល់អញ្ចឹងហើយតើតើយើងរៀនឲ្យអនុវត្តបើសិនជាអត់អនុវត្តដូចខ្ញុំរៀនចោលច្រើនដងតែលើកនេះដល់ពេលរៀនអនុវត្តទៅយើងបានផុសអញ្ចឹងទៅឃើញ result យើងពេញចិត្ត សប្បាយចិត្តមានទឹកចិត្តធ្វើតទៀត ចាមានទឹកចិត្តធ្វើតទៀតហើយធ្វើឲ្យយើងហ្នឹងដូចថាគំនិតយើងគឺវាផុសមកច្រើនជាងនឹងទៀតហើយបើសិនយើងអត់បានធ្វើអត់ដឹងធ្វើម៉េចទេហើយនិយាយអស់ទៅខ្ញុំអរគុណអ្នកគ្រូមែនតែនហើយជាពិសេសដោយសារខ្ញុំជឿព្រះយេស៊ូវខ្ញុំឃើញអរគុណព្រះមុនដោយសារខ្ញុំចង់ធ្វើយូរហើយខ្ញុំរកគ្រូមិនដឹងទៅរៀននៅណាហើយចៃដន្យគ្រូនៅមុខនឹងក្លៀកនឹងឯង ហើយដល់ពេលដំបូងពេលចុះឈ្មោះរៀនហ្នឹងនៅមិនទាន់ដឹងថាចាប់ពីណាទៅណាមិនដឹងចេះមិនចេះយ៉ាងណាទេហើយដល់ពេលរៀនថាតែ4ម៉ោងឯងដល់ពេលអាដាច់ភ្លើងធ្វើឲ្យចំណាយពេលញ៉ាំបាយជុំគ្នារៀនជាមួយគ្នាឡើងមួយថ្ងៃវល់ងាយធ្វើឲ្យមានកម្លាំងកាន់តែខ្លាំងហ្មង ចឹងខ្ញុំសង្ឃឹមថាលទ្ធផលខ្ញុំបានល្អច្រើននឹង testimonial ឲ្យអ្នកគ្រូកាន់តែល្អឲ្យមានសិស្សកាន់តែច្រើន ចាអរគុណច្រើនបង អរគុណចឹងសុខសប្បាយទាំងអស់គ្នាជំរាបលាទាំងអស់គ្នាចា